ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់សារជាថ្មីជាមួយវីដេអូខ្ញុំបាទទៀតហើយថ្ងៃនេះអត់មានតែធន់ណាបងប្អូននិស្សាតែយើងត្រូវការថតសាច់រឿងនៅថ្ងៃស្អែកក៏ចេញទៅយកខ្យល់អាកាសដើម្បីសរសេរនៅសាច់រឿងថតនៅថ្ងៃស្អែកបងប្អូនចឹងហើយខ្ញុំក៏ដូចជាបងប្រុសបងចិនគឺមកវាលដើម្បីនឹកសរសេរនៅសាច់រឿងដើម្បីថតចែកជូនពុកម៉ែបងប្អូនទស្សនាហើយធីមខ្ញុំអត់មានគ្នាច្រើនបងប្អូនគឺមានតែពីរនាក់គាត់នឹងឯងដើម្បីសរសេរសាច់រឿងក៏ដូចជាថតដឹកនាំគឺមានតែពីរនាក់គាត់បងប្អូនទាំងការសរសេរសាច់រឿងទាំងការដឹកនាំរឿងទាំងការថតរឿងគឺពួកខ្ញុំឆ្លាស់ដៃគ្នាថតបងប្អូនដោយសារតែការស្រឡាញ់នៅវិស័យនេះហើយខ្ញុំក៏ជឿថាការប្រឹងប្រែងរបស់ខ្ញុំទាំងពីរនាក់នឹងមានថ្ងៃណាមួយជោគជ័យនៅថ្ងៃមុខបងប្អូនហើយនឹងបងប្អូននៅក្តីសម័យរបស់យើងចង់ធ្វើអីគឺយើងធ្វើនឹងតែបងប្អូនហើយយើងកុំទុកក្តីសម័យយើងចោលអីតែកាលណាយើងទុកចោលប្រៀបបីដូចជាយើងទុកពេលវេលាឲ្យខាត់ពេលចោលអញ្ចឹងបងប្អូនយើងចាប់ផ្ដើមទៅបងប្អូនទោះក្តីសម័យនឹងយើងមានឧបករណ៍តិចតួចពុំមានឧបករណ៍អ្វីក៏យើងចាប់ផ្ដើមទៅមានឧបករណ៍អ្វីដែលជាប់ខ្លួនយើងប្រើប្រាស់ពីរបស់តូចតាចដែលយើងមានទៅយើងគង់តែវិវត្តខ្លួនទៅមានរបស់ល្អៗប្រើដូចគេដែរបងប្អូនដូចនេះមកដល់ខាងស្ពានសំងបងប្អូនស្ពានសំងនៅចុងភូមិហែអូតនៅខាងលិចព្រែកបងប្អូននៅឆ្ងាយពីភូមិដែរជាម៉ូតូហើយចម្ងាយពេល1គីឡូដីពីភូមិដែរបងប្អូនហើយមកលើស្ពានមករកខ្យល់អាកាសដើម្បីនឹកសរសេរនៅសាច់រឿងបងប្អូនហើយបងប្អូនភ្លេចចូលទស្សនានៅក្នុង Channel Yin Fan 3 TV ផងបងប្អូនហើយចាំខ្ញុំដាក់នៅខាងលើបងប្អូនហើយសាច់រឿងទាំងប្រហែលគឺខ្ញុំអាប់ឡូតនៅក្នុង Channel YouTube បងប្អូនក៏ដូចជា Facebook បងប្អូនឈ្មោះដូចគ្នាបងប្អូន Yin Fan 3 TV ដូចគ្នាបងប្អូនហើយសាច់រឿងហ្នឹងបងប្អូនថាជួយដាក់បន្ទុកឲ្យបងប្អូនសម្ដែងបានប្រមាណភាគរយប៉ុន្តែខ្ញុំគិតក្នុងចិត្តថាធីមរបស់ខ្ញុំទូរបស់ខ្ញុំគឺលេងអត់តន់ដល់បងប្អូនគឺបានខ្ទង់ត្រឹម 70% ទៅ 80% ទេខ្ញុំដាក់អារម្មណ៍ដល់ដោយសារពេលខ្លះយើងខានថតយូរបងប្អូនហើយធ្វើម៉េចទេបងប្អូនយើងមិនមែនជាតួអាជីពនៃសាច់រឿងទេគ្រាន់តែជាការស្រឡាញ់ពេញចិត្តរបស់យើងបងប្អូនអើយបងប្អូនយើងចេះតែតស៊ូទៅព្យាយាមទៅបងប្អូនថ្ងៃណាមួយយើងនឹងជោគជ័យដូចគេយើងមិនគិតថាចង់បានថវិកាទេបងប្អូនគាត់ថាចង់ឲ្យពុកម៉ែបងប្អូនស្គាល់ជួយគ្រប់គ្រងរបស់ទឹកដៃក៏ដូចជាការថតរបស់ខ្ញុំបងប្អូនហ្នឹងហើយបងប្អូនចំពោះចំណុចខ្វះខាតតែបងប្អូនជួយកែតម្រូវផងបងប្អូនហើយរិះគន់បែបស្ថាបនាបងប្អូនជួយ comment ឆាតមកផ្ទាល់ក៏បានបងប្អូនកែតម្រូវបែបនេះខ្ញុំនឹងកែលម្អតាមពុកម៉ែបងប្អូនហើយនេះមកដល់ឃើញមីងគាត់ដើរបាច់ត្រីយើងបានត្រីកន្លះធុងក៏ថតគាត់លេងនៅបងប្អូនហើយជាការមួយបំបត្តិ stress របស់ពួកខ្ញុំទាំងពីរនាក់បងប្អូនហើយក៏រៀបចំថតជា vlog វីដេអូបងប្អូនឆ្លាស់ចុះឆ្លាស់ឡើងមិនងាយទេបងប្អូនក្នុងការថតបងប្អូនដាក់ជើងកាមេរ៉ាហើយយើងទៅដើរមកសាថ្មីអីនេះបងប្អូនទេសភាពនៅវាលស្រែគឺគេកាយបន្លាយបងប្អូនស្ដាប់ព្រេងដើម្បីចឹងទេសភាពល្អនៅពេលល្ងាចពេលម៉ោង 5 កន្លះហើយហ្នឹងយើងមកលំហែបានបងប្អូនមានផ្លូវជិះដល់ខាងលិចហ្នឹងបងប្អូនខ្ញុំពុំសូវមានមិត្តភ័ក្តិច្រើននោះដោយសារតែខ្ញុំចំណងជាមួយចិត្តខ្ញុំដូចជាមួយបងប្រុសយិនអញ្ចឹងហើយអញ្ចឹងហើយខ្ញុំចិត្តស្និទ្ធជាមួយគាត់ហ្នឹងគឺជាងគេបងប្អូនហើយមានតែគាត់ឲ្យចិត្តស្និទ្ធជាងគេយើងនិយាយលេងនិយាយសើចដឹងពីចិត្តគ្នាទៅវិញទៅមកបងប្អូននេះមិត្តភ័ក្តិស្គាល់គាត់យូរដែរហើយតាំងពីនៅបួសជាព្រះសង្ឃបងប្អូនហើយចំណងជាមួយចិត្តតាំងពីនៅព្រះសង្ឃហ្នឹងគឺដូចគ្នាបងប្អូនហើយគិតថានឹងចាប់ដើមជាមួយគ្នាបងប្អូនក្នុងវិស័យថតរឿងខ្លីចែកជូនពុកម៉ែបងប្អូននេះជួបក្មេងៗក៏ញោះក្មេងៗលេងបងប្អូនអ្នកភូមិនៅក្នុងភូមិស្គាល់អញ្ចឹងបងប្អូនមកតាមមើលយើងថតលេងបងប្អូនហើយជិះមកលេងតាមយើងហើយក្មេងនៅធ្លាប់ចូលលេងផ្ទះបងយិនអីចឹងទៅក្មួយបោះបងយិនខ្ញុំមិនសូវស្គាល់ដែរបងប្អូនក្មេងៗហើយមកដល់ទីតាំងនេះគឺមកទីតាំងទៀតដើម្បីយើងទៅទៅនេះតិចបងប្អូនទៅទៅនោះតិចដើម្បីនឹកឃើញសាច់រឿងបងប្អូនយើងយើងលំហែអារម្មណ៍យើងបងប្អូនដើម្បីនឹកឃើញសាច់រឿងយើងសរសេរបញ្ចប់សាច់រឿងយ៉ាងម៉េចហើយខ្ញុំទាំងពីរនាក់នឹងថាបដិញ្ញាថា
តស៊ូទៅមុខទៀតបងប្អូននឹងមិនចោលទេបងប្អូនទោះមិនមានពេលក៏ត្រូវឆ្លៀតពេលថតរឿងចែកជូនពុកម៉ែបងប្អូនទស្សនាដែរហើយក្រុមរបស់ខ្ញុំបាទមិនទាន់លេងដល់បែបកំ pl ែងទេបងប្អូនថាបើបែបកំសត់ខ្ញុំជឿចិត្តទៅលើពុកម៉ែបងប្អូនថាប្រហែលជាត្រូវជាងមើលដូចព្រោះអីតួរបស់ខ្ញុំពួកគាត់នឹងមួយបកកែដាក់អារម្មណ៍ខាងកំសត់ព្រោះសាច់រឿងខ្ញុំថតពីចានរឿងពិតរឿងអប់រំបែបស្រុកស្រែបងប្អូនហើយទៅលើមេត្តាបិតាដែលយើងទុកគាត់ចោលដែលយើងពុំយល់ពីគាត់ពីច្រើនខ្ញុំលេងតាក់ទងទៅនឹងម្ដាយកំសត់ហ្នឹងបងប្អូនហើយសាច់រឿងទាំងអស់ហ្នឹងគឺសរសេរដោយខ្លួនឯងក៏ដូចជាយកពីគេដែរប៉ុន្តែយើងមិនមែន copy ទាំងដល់បងប្អូនយកមកកែច្នៃធ្វើជាអ្វីរបស់ខ្លួនយើងបងប្អូនមិនមែនថាចេះតែយករបស់គេសាច់រឿងគេមក copy ទាំងដល់បងប្អូនយើងចេះកែច្នៃរបស់យើងបើទោះជាយើងយករបស់គេ